ទីនេះគឺជាស្រះស្រីគឺជាស្រះនៃរាជវាំងដែលបានរីងស្រកទៅហើយនឹងអនុញ្ញាតឲ្យយើងឃើញចម្លាក់បុរាណជាច្រើនដែលបង្ហាញអំពីវត្តមានព្រះមហាក្សត្រមហេសីស្រីស្នំដែលត្រូវបានជាងចម្លាក់ឆ្លាក់ទុកធ្វើជានិមិត្តរូបស្ដីអំពីវត្តមានឬក៏រាជកិច្ចសកម្មភាពរបស់ព្រះមហាក្សត្រស្រីស្នំឬក៏មហេសីនៅជុំវិញស្រះទឹកនេះដោយសារស្រះទឹកគឺជារាជស្រះដែលអាចចាត់ទុកជាទឹកនៃឋានសួគ៌ទើបជាងចម្លាក់បានឆ្លាក់សត្វហង្សជាច្រើននៅអមជុំវិញគែមនៃស្រះទឹកទ្រក្សត្រានិងក្សត្រីដែលគង់នៅលើហង្សដែលអមទៅដោយមហេសីទាំងពីរបងប្អូនឆ្ងល់ថាហេតុអីបើខ្ញុំហ៊ានថានេះជាក្សត្រាក្សត្រីបើអត់មានសាលាចរិតនោះបាទជាទូទៅទីនេះក្តីនៅបាយ័នក្តីបន្ទាយឆ្មាក្តីដែលជាសំណង់និងចម្លាក់នៅសតវត្សទី12យើងអាចសម្គាល់ដឹងអត្តសញ្ញាណរបស់ក្សត្រានិងក្សត្រីឧទាហរណ៍រូបបរោះដែលពាក់មកុដកំពូល3យ៉ាងច្បាស់ក្រឡែតនេះតំណាងឲ្យព្រះបាទជ័យវរ្ម័នទី7មហេសីនៅខាងឆ្វេងជ័យរាជធាវីមហេសីនៅខាងស្ដាំនេះឥន្ទ្រទេវីហេតុអីបានហ៊ានសន្និដ្ឋានប្រវត្តិសាស្ត្របានប្រាប់ថាជ័យរាជធាវីបានសគត់ទៅហើយព្រះអង្គនៅជាមួយឥន្ទ្រទេវីចុះហេតុអីបានឃើញរូបចម្លាក់ទាំងពីរហាក់ដូចជានៅរស់ជាមួយគ្នានៅឡើយនៅមានប្រជញ្ញជាមួយគ្នានៅឡើយនេះគឺជាចម្លាក់គឺជាសិល្បៈគឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពអ្វីដែលបានកើតឡើងអ្វីដែលមាននៅក្នុងគំនិតនិងទស្សនវិជ្ជាថៃបាត់ជាបុគ្គលបានសគត់ឬស្លាប់ទៅហើយក៏យើងមានសិទ្ធិតែងតាំងរូបថតពេលដែលនៅជុំគ្នាដោយយើងបានតែងព្រះឆាយាល័ក្ខណ៍របស់អតីតព្រះមហាក្សត្រនិងព្រះមហាក្សត្របច្ចុប្បន្នដែរអញ្ចឹងដូចគ្នានេះដែរទម្លាប់នេះមានតាំងពីយូរលង់មកក៏ហើយថ្មីបាត់តែជ័យរាជធាវីបានសគត់ទៅមែនប៉ុន្តែជាអនុស្សាវរីយ៍ជាការផ្ដល់តម្លៃទៅដល់វីរភាពរបស់ក្សត្រីស្នាដៃរបស់ក្សត្រីទើបជាងចម្លាក់ត្រូវឆ្លាក់ដែលប្រៀបដូចជាព្រលឹងមញៀនរបស់ទ្រង់ទាំងអស់នៅជុំគ្នានៅឡើយចុះហេតុអីបានខ្ញុំហ៊ានថាជ័យរាជធាវីនៅខាងឆ្វេងហើយឥន្ទ្រទេវីនៅខាងស្ដាំនេះគឺជាប្រតិកូលជាអត្តន័យដើមឡើយបុគ្គលដែលមានតែប្រពន្ធមួយអតិទេពដែលមានតែមហេសីមួយគេតែងរក្សមហេសីឬស្ត្រីនៅខាងឆ្វេងទិសនៃបេះដូងនេះជាមូលហេតុដែលគ្រប់គ្នាពាក់ចិញ្ចៀងភ្ជាប់ពាក្យប្រចាំចិត្តនៅខាងឆ្វេងនេះគឺចម្លងពីទម្លាប់បុរាណពេលដែលមានរូបព្រះសិវៈគេតែងតែឆ្លាក់នាងឧមានៅខាងឆ្វេងអញ្ចឹងតាមទម្លាប់នេះអ្នកដែលពេញសិទ្ធិមានអំណាចជាងគេត្រូវនៅខាងឆ្វេងព្រះមហាក្សត្រប៉ុន្តែដោយរាជធាវីគង់នៅខាងឆ្វេងហើយអញ្ចឹងមានតែឥន្ទ្រទេវីគង់នៅខាងស្ដាំនេះជាមូលហេតុដែលខ្ញុំហ៊ានសន្និដ្ឋានថាខាងឆ្វេងគឺជាព្រះនាងជ័យរាជធាវីហើយខាងស្ដាំគឺជាព្រះនាងឥន្ទ្រទេវីព្រោះជ័យរាជធាវីក្នុងនាមជាមហេសីទី1មានសិទ្ធិដំបូងគេនៅខាងឆ្វេងទិសដៅទីតាំងនៃបេះដូងស្រឡាញ់ពេញចិត្តឯឥន្ទ្រទេវីដែលគង់នៅខាងស្ដាំគឺជាមហេសីទី2ហើយមានតួនាទីដៃស្ដាំមានតួនាទីជាអ្នកការពារតែខាងឆ្វេងតួនាទីជាអ្នកអប់រំជាអ្នកថ្នាក់ថ្នមជាអ្នកបម្រើហើយខាងស្ដាំជាអ្នកការពារជាអ្នកប្រឹក្សាអញ្ចឹងហើយទៅនៅក្នុងប្រាសាទបាយ័ននៅជញ្ជាំងជាន់ទី2គេបានឃើញនៅក្រោមតួប្រាំងនៃក្សត្រីឥន្ទ្រទេវីគេឆ្លាក់កំពូល3ត្រីសូដោយព្រះមហាក្សត្រទ្រង់មកុដកំពូល3ដែលត្រូវនឹងរាជវាំងកំពូល3ត្រីសូដូចគ្នាប៉ុន្តែផ្ទុយទៅវិញមហេសីជ័យរាជធាវីគង់នៅលើដំបូលផ្កាឈូកនេះហើយជាអត្តន័យនេះហើយគឺជាមូលដ្ឋានដែលជាផុសតាងរួមផ្សំនឹងបដិមាសាសផងនិងសាលាចរិកសង្ឃទើបខ្ញុំហ៊ានសន្និដ្ឋានថារូបទាំង3អង្គដែលឆ្លាក់ប្រណិតជាងគេនេះតំណាងឲ្យព្រះមហាក្សត្រជ័យវរ្ម័នទី7ជាមួយនឹងមហេសីទី2អង្គរួមទាំងស្រីស្នំទាំងសងខាងឆ្លាក់នៅស្រះស្រីក្បែរប្រាសាទភីមិន្ទកា
nơi chung vinh sạch sạch ní miền chấm lạ chỉ tu tới bay choán đại sầm khánh rất tại chi niệm bật rụpในทานទាំង3ทานទឹកនៅទីនេះតំណាងឲ្យនាគអញ្ចឹងហើយទៅไปឆ្លាក់ក្បាលនាគហើយនឹងមហេសីដែលពាក់មកុដរៀងជានាគនឹងសត្វនាគនេះប៉ុន្តែនៅខាងលើនោះតំណាងឲ្យឋានសួគ៌ដែលទាំងសត្វតាសត្វត្រីហាក់ដូចជាចាប់ជាតិជាបក្សីសួគ៌ឈ្មោះថាគ្រុឌអញ្ចឹងហើយបានគេឆ្លាក់គ្រុឌដើម្បីបញ្ជាក់ថាជាឋានសួគ៌ហើយស្របគ្នានឹងក្បែរនឹងគេឆ្លាក់ខ្សាត់កំពូលពាក់មកុដកំពូល3នេះជាមួយមហេសីនៅសងខាងមានន័យថាក្សត្រាក្សត្រីជ័យមន្ទី7ជ័យរាជទេវីយន្តរទេវីកំពុងតែគង់នៅលើឋានសួគ៌ដែលខាងក្រោយត្រង់នោះគេឆ្លាក់ស្លាបគ្រុឌហើយនៅសងខាងសត្រាសត្រីសិតតែកងទ័ពគ្រុឌគឺជាកងទ័ពអាកាសដែលនៅរក្សាសត្រាសត្រីក្រោយពីព្រះអង្គយាងចូលទីមង្គតដើម្បីផ្លាស់ភពផែនដីទៅជាភពសួគ៌ហើយយោងតាមសាលាចារឹកមរណនាមរបស់ក្សត្រជេរមៈគឺបរមសៅគុតបុត្រមានន័យថាព្រះអង្គបានយាងទៅភពសេចក្តីសុខនៃពុទ្ធសាសនាសុខវតីទៅហើយនៅខាងលើនោះគឺជាសត្វគ្រុឌហើយតាមគំរូនៃចម្លាក់គ្រុឌបែបនេះទើបយើងបានចម្លងធ្វើជាកៃណរីដែលត្រដំបូលព្រះវិហារនិងរាជវាំងរហូតសពថ្ងៃបាននេះគឺជាអត្ថន័យរវាងឋានទឹកដែលមាននាគឋានអាកាសដែលមានគ្រុឌ